Càng nghĩa miền số hai của miền bị bạ, bản trái càng nghĩa nó nâng mình bị bạ và sân chỉ dường chết với bị chụp bằng. Với càng nghĩa chán mìnhประกอบthay dường ai với càng nghĩa bàn số nụ tế, bà dường mình dục chật được đã. Với bàn chán với đòi dục chật được đã, nụ là đập hò càng nghĩa bảo dường nâng bàn lọ cọp chật. Mình men oi để với càng nghĩa bàn chán hai mình dục chật được đã, xâm rạch càng nghĩa bàn lọ nụ tế. Cái đôi chỉ ca đồ compressor tu được gọi chân bọn lái nhóm cái tha ca đồ compressor này cứ viên miên phiệp bị bạ sầm lập nhóm để bố tha bị bạ trong xà spawn cho môi nằng cảnh trái cái này cứ miên phiệp bị bạ mình tên đập lên kháng đạch sport đạch cảnh trái cái này đập lên tích VRC kia trắng nhóm cóสังเกตตะเลกาบซาរបស់ខ្ញុំតើខ្ញុំធ្វើម៉េចដាក់វាដាក់ភ្លើង RVC ជាមួយនឹងទឹកអន្សារបស់យើងសម្រាប់ការផ្សារស្ពាន់ហើយនឹងកញ្ច្រែងក្តៅនេះគឺបើសិនយើងដាក់ភ្លើងខ្លាំងក៏អត់សូវជាល្អប៉ុន្មានដាក់ភ្លើងតិចក៏មិនសូវជាល្អអញ្ចឹងខ្ញុំលៃមកល្មមហើយយើងផ្សារដោយយកចិត្តទុកដាក់ពេលនោះខ្ញុំក៏ឃើញលទ្ធផលចេញមកគឺទឹកអន្សារបស់ខ្ញុំរលោងស្អាតហើយជាប់ល្អបន្ទាប់ពីយើង remove compressor ចាស់ចេញរួចហើយយើងក៏ចាប់ផ្ដើមធ្វើការដាក់ compressor ថ្មីចូលបាទនេះគឺជា compressor ថ្មីស្លាងតែម្ដងបងប្អូនគឺទៅតែបកពីកេះភ្លាមនឹងឯងអូខេកន្លែងនេះគឺខ្ញុំចង់ប្រាប់បងប្អូនគឺកន្លែងដែលពិបាកគឺកន្លែងដែលយើងត្រូវភ្ជាប់ស្ពាន់ជាមួយនឹងកញ្ច្រែងក្តៅរបស់យើងកន្លែងហ្នឹងជាងខ្លះគឺខ្ញុំគិតថាគាត់ពិបាកផ្សារមែនទេព្រោះថាបើសិនគាត់ដាក់ភ្លើងស្ទើវាអត់សូវស៊ីដាក់ភ្លើងខ្លាំងដាច់កញ្ច្រែងក្តៅសម្រាប់កញ្ច្រែងក្តៅហើយនឹងស្ពាន់នេះគឺខ្ញុំដាក់ភ្លើងវាមកល្មមដាក់ភ្លើងវាមកគឺយើងធ្វើការដាក់ភ្លើងមកល្មមrồiហើយយើងក៏រោលទៅយករបស់យើងហ្នឹងឲ្យវារៀងក្តៅក្រហមព្រឿងមកបងប្អូនហើយយើងដាក់សំណរបស់យើងបន្ថែមទៅលើតិចតួចថែមទៀតទៅដើម្បីឲ្យវាស៊ីជាមួយនឹងទឹកសំណរបស់យើងនៅពេលដែលវាក្តៅសពក្រហមចេញមកយើងចង់ឆេះអូខេយើងចាប់ដើមរោលធូបរបស់យើងពី3តំណក់ទៅនៅលើមុខតំណហ្នឹងបន្ទាប់មកគឺយើងធ្វើការរោលវាតម្លាក់ចុះក្រោមហើយគឺយើងធ្វើការរោលពីក្រោមមកវិញដើម្បីឲ្យវាលាយស្អាតណាឲ្យទឹកអង្សារបស់យើងគឺចេញមកគឺរលោងហើយគឺវាជាប់ល្អធម្មតាតែរោលវាលាយស្អាតមកគឺវាជាប់ល្អមែនទែនហើយគឺនឹងមិនមានបញ្ហានៅលើត្រង់មុខតំណហ្នឹងទេនេះគឺជាសកម្មភាពដែលខ្ញុំរោលវាបងប្អូនហើយភ្លើងគឺអត់ខ្លាំងពេកអត់ខ្សោយពេកដាក់ភ្លើងមកល្មមដល់កន្លែងនេះគឺយើងត្រូវការប្រើភ្លើងឲ្យយ៉ាងខ្លាំងហើយខ្យល់មកល្មមកុំខ្យល់ខ្លាំងពេកអាចនឹងដាច់ទៅយោអូខេយើងប្រើភ្លើងរៀងខ្លាំងមកយើងរោលវាឲ្យក្រហមមកយើងដាក់ធូបចូលគឺវាហូរជ្រាបសពសាច់មុខតំណហ្នឹងមកអានេះគឺវាយើងខ្ជិបត្រៃយើនេះដាក់ភ្លើងមកល្មមដូចគ្នាពីព្រោះថាត្រៃយើនេះគឺវាឆាប់ក្តៅមែនតើអញ្ចឹងយើងអត់ចាំបាច់ដាក់ភ្លើងខ្លាំងពេកទេហើយនេះគឺជាលទ្ធផលនៃការផ្សាររបស់យើងបងប្អូនអូខេយ៉ាងមិនដែរទឹកអង្សាប៉ុណ្ណឹងអាចទទួលយកបានទេបងប្អូនបើសិនជាអាចទទួលយកបានកុំភ្លេចជួយ like ហើយ share វីដេអូខ្ញុំមួយផងបាទ